បានការអីទេទំនិញណាបើខ្លួនវាប្រកែប្រកាសកុំទៅកំចាត់មន្ត្រីឲ្យហ៊ុនម៉ាណែតកូនប្រុសខ្លួននឹងប្រកាសហ្មងថាប្រទេសកម្ពុជាអត់មានត្រេតជាមួយថៃទេ The government of Cambodia declare officially that there is no trade between two countries មានន័យថាប្រទេសកម្ពុជាគឺគ្មានពាណិជ្ជកម្មជំនួញជាមួយព្រះរាជាណាចក្រថៃឡង់ចប់ហើយនៅក្នុងនោះមានអីជំនួញហិរញ្ញវត្ថុជំនួញ digital ជំនួញសេវាកម្មគឺអត់តែម្ដងអត់មានតែម្ដងគឺអត់មានអីទាំងអស់នាវាក៏ឈប់ចូលយន្តហោះមកពីថៃក៏អត់មានចុះបើសឿងធ្វើអញ្ចឹងទៅកុំមកឯងប្រជាពិធដ្ឋអីទៅកំចាត់មន្ត្រីអនុញ្ញាតឲ្យតំណែងថៃនាំចូលណាអ្នកគេនិយាយគេថាខ្ញុំសូមស្នើរាជរដ្ឋាភិបាលនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំចាត់ចោលមន្ត្រីឈ្មួញដែលនៅបន្តលួចនាំតំណែងថៃចូលក្នុងពេលព្រំដែននៅបាត់ដែលធ្វើឲ្យប្រទេសជិតខាងយើងមើលងាយថាអត់តំណែងគេមិនបានបើខ្លាចគេមើលងាយប្រកាសផ្ដាច់សម្ព័ន្ធពាណិជ្ជកម្មទៅហ៊ុនសែនអត់ហ៊ានផ្ដាច់សម្ព័ន្ធពាណិជ្ជកម្មទេខ្ញុំមកជាអ្នកប្រឆាំងការធ្វើពហិការខ្ញុំមកជាអ្នកប្រឆាំងការស្អប់ខ្ពើមតំណែងបរទេសដោយខ្ញុំដឹងថាកម្ពុជានឹងត្រូវការយើងជាអាស៊ាននៅក្នុងសហគមន៍យើងធ្វើចំនួនជាមួយគ្នាបើហ៊ុនសែនខ្លាចគេមើលងាយប្រាប់ហ៊ុនម៉ាណែតឲ្យផ្ដាច់ចំណងពាណិជ្ជកម្មព្រះរាជាណាចក្រថៃឡង់និងព្រះរាជាណាចក្រថៃទៅផ្ដាច់បាត់ទៅហ៊ានធ្វើទេអត់ហ៊ានធ្វើទេមែនបងប្អូនអត់ហ៊ានធ្វើទេហ៊ានតែនិយាយភូតខ្មែរនិយាយភូតខ្មែរទៅអីណាកុំឲ្យគេមើលងាយអីចឹងទៅចេះតែនិយាយទៅណាចេះតែនិយាយទៅដើម្បីអីប្រជាភិថុតទេបងប្អូនអត់ដែលធ្វើអីត្រឹមត្រូវទេហ៊ុនសែនគាត់ចូលចិត្តស៊ីកេងចំណេញនយោបាយណាដកទូតបដ ாய் ទៅក៏បានដែរអាសៀមនឹងស្អីណាពីមុននោះថាខ្ញុំកាន់ជើងសៀមឥឡូវទៅបើហ៊ុនសែនបកកែផ្ដាច់ចំណងមេត្រីភាព